សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូប្រូ GDT ថ្ងៃហ្នឹងខ្ញុំមកប្រាប់អ្នកគ្នាអំពីរបៀបយកឈុត Season 1 អ្នកគ្នាហើយចង់ដឹងថាគេយករបៀបម៉េចហើយគេយកបានឬមិនបានអ្នកគ្នាកុំភ្លេចតាមដានវីដេអូនេះតាមដើមរហូតដល់ចប់ផងអ្នកគ្នាខ្ញុំនឹងប្រាប់អ្នកគ្នានេះឈុត Season 1 ហ្នឹងគឺខ្ញុំនឹងប្រាប់របៀបយកហើយចង់ដឹងថាគេយករបៀបម៉េចគេយកដោយរបៀបណាហើយគេយកបានអត់ឬក៏អត់បានទេខ្ញុំនឹងប្រាប់អ្នកគ្នានៅក្នុងវីដេអូហ្នឹងតែម្ដងអ្នកគ្នាហើយអ្នកគ្នាកុំភ្លេចជួយចុច like ឬក៏ subscribe ដើម្បីលើកជាកម្លាំងចិត្តឲ្យខ្ញុំដើម្បីទទួលបានចំណេះដឹងពីខ្ញុំនៅក្នុង game Free Fire ទៀតចឹងណាគ្នាហើយខ្ញុំនឹងប្រាប់អ្នកគ្នាតែម្ដងថាគេលេងយករបៀបម៉េចហើយគេយកបានអត់អូខេឥឡូវកុំឲ្យរងចាំពេលវេលាយូរខ្ញុំនឹងមកប្រាប់អ្នកគ្នាតែម្ដងហើយឈុត Season 1 ហ្នឹងគឺសេរីចាស់អ្នកគ្នា Season 1អ្នកគ្នាហើយវាមិនមែនមានតែប៉ុណ្្នឹងទេអ្នកគ្នាគឺវាមានឈុតសេរីចាស់សេរីថ្មីជាច្រើនទៀតអ្នកគ្នាដូចជាឈុត Season 1ឈុតអាវសាក់ចាប់លាក់គីហើយជាមួយនឹងឈុតក្បាលគោទៀតអ្នកគ្នាវាមាននៅក្នុងហ្នឹងជាមួយនឹងឈុតខោរុកខោស្លាបអីទៀតអ្នកគ្នាវាមាននៅកន្លែងសង្សឹងគ្នាអ្នកគ្នាតែខ្ញុំអត់បានចុចទេអ្នកគ្នាអ្នកគ្នាមើលតាមហ្នឹងទៅគឺមានឈុត Season 1 ស្រីទៀតអ្នកគ្នាគឺហើយនឹងឈុត training ក្បាលគោអ្នកគ្នាអត់ដឹងថាឈុត training ឬក៏ឈុតចាប់លាក់គីទេអ្នកគ្នាគឺខ្ញុំអត់សូវដឹងដែរអ្នកគ្នាជាមួយនឹងឈុតអាវសាក់ហើយនឹងឈុតផ្សេងៗនៅខាងលើទៀតគឺខ្ញុំអត់សូវស្គាល់ឈុតច្បាស់ទេអ្នកគ្នាដោយសារតែខ្ញុំខានលេង Free Fire យូរខ្លាំងមែនតើអ្នកគ្នាខ្ញុំលេងយូរអ្នកគ្នាតែខ្ញុំឈប់លេងវិញដោយសារតែបាត់ hero មានចោលលួចអ្នកគ្នាគឺសោកស្ដាយមែនតើអ្នកគ្នាហើយអ្នកគ្នាប្រកាសជាឆ្ងល់ហើយថារបៀបលេងយក Season 1 ហ្នឹងគឺគេលេងយករបៀបម៉េចអ្នកគ្នាហើយពេលនេះខ្ញុំមកស្រ័យចម្ងល់អ្នកគ្នាតែម្ដងមិនបាច់ឆ្ងល់ទេឈុត Season 1 ហ្នឹងគឺគេអត់ឲ្យលេងយកទេអ្នកទាំងអស់គ្នាគឺគេដាក់មកឲ្យយើងឃើញទេហើយអ្នកគ្នាប្រកាសជាឆ្ងល់ទេថាមកឈុត Season 1 ហ្នឹងមាន logo សម្រាប់ឲ្យដូរអញ្ចឹងគឺ logo វានៅពីក្រោមឈុតហ្នឹងអ្នកគ្នាហើយវាមាននៅខាងស្ដាំដៃមួយទៀតដើម្បីឲ្យយើងដូរអ្នកគ្នាវាមានកន្លែងឲ្យយើងចុចដូរទៀតអ្នកគ្នាតាមពិតគឺវាដាក់បឆោតទេឈុត Season 1 ហ្នឹងលុះត្រាតែអ្នកគ្នាមានឈុត Season 1 ហ្នឹងទើបអ្នកគ្នាមាន logo នេះអា logo ដែលខ្ញុំចុចហ្នឹងលុះត្រាតែអ្នកគ្នាមានឈុត Season 1 ហ្នឹងអ្នកគ្នាមាន logo នឹងចំនួន60ហើយមួយទៀតអ្នកគ្នាមានឈុតអាវសាក់អ្នកគ្នានឹងទទួលបានអា logo ដែលខ្ញុំចុចហ្នឹងចំនួន100អ្នកគ្នាតាមពិតទៅគឺ logo ហ្នឹងលុះត្រាតែអ្នកគ្នាមានឈុតហ្នឹងទើបវាមានឲ្យ logo នឹងចំនួនតាមចំនួនកំណត់វាគ្នាហើយពេលដែលមានហើយអ្នកគ្នាយកទៅណាគឺឧទាហរណ៍ដូចអ្នកគ្នាមាន100អ្នកគ្នាអាចចូលមក claim ឡើងនេះបានគឺវានឹងលូតដល់កន្លែងសាកសពនៅគ្នាដើម្បីឲ្យអ្នកគ្នា claim អ្នកគ្នាអាចចូលមក claim ក្នុងនឹងបានលុះត្រាតែអ្នកគ្នាមានឈុតហ្នឹងទើបអ្នកគ្នាមាន logo ដូចអ្នកគ្នាមានឈុត Season 1អ្នកគ្នាមាន logo នឹង60ទៅសម្រាប់ឲ្យអ្នកគ្នា claim ហ្នឹងនៅក្នុងនេះវាមានតកទេអ្នកគ្នាដូចជាស្រោមមុខដូចជាអីវ៉ាន់អីផ្សេងៗអញ្ចឹងទៅគឺខ្ញុំរាយរាប់អត់អស់ទេអ្នកគ្នាគឺវាតិចខ្លាំងពេកអ្នកគ្នាមើលតាមហ្នឹងទៅគឺគេអត់ឲ្យលេងយកទេអ្នកគ្នាហើយវាមានដូចជាឈុតជាច្រើនទៀតអ្នកគ្នាដូចជាខោស្លាប់អ្នកគ្នាមានខោស្លាប់ក៏មានដូចចឹងដែរឧទាហរណ៍ដូចអ្នកខ្ញុំឲ្យមើលមួយអ្នកគ្នារូបមួយនេះអ្នកគ្នាឃើញអត់នេះពេលដែលអ្នកគ្នាមានឈុតហ្នឹងហើយគេវានឹងលោតសញ្ញាគ្រីសឲ្យអ្នកគ្នាតែម្ដងហើយអា logo ហ្នឹងគឺអ្នកគ្នានឹងបាននៅអូតូតែម្ដងអ្នកគ្នាមិនបាច់ចាំលេងយកទេពេលដែលអ្នកគ្នាមានអា logo នឹងច្រើនហើយអ្នកគ្នាអាចចុចមកដូរបានអ្នកគ្នានៅក្នុងខោស្លាប់អីចឹងណាគ្នាហ្នឹងហើយដូចជាអស់ហើយអ្នកគ្នាហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាអូឈប់សុំនិយាយប្រាប់អ្នកគ្នាមួយហើយបើសិនជាឃើញនៅវីដេអូណាឬក៏ channel ណាដែលគេប្រាប់ឬក៏បង្រៀនអ្នកគ្នារបៀបយកខោស្លាប់ហ្នឹងគឺគេបោកអ្នកគ្នាទេគឺយកអត់បានទេអ្នកគ្នាវាមិនដែរអាណាឈុត Season 1ឲ្យយកងាយមិនទេអ្នកគ្នាគឺអ្នកគ្នាកុំជឿអ្នកគ្នាអស់រំលងទៅគឺគេបោកអ្នកគ្នាឲ្យចូលមើលគេទេដើម្បីឲ្យបាន view គេទេអ្នកគ្នាហ្នឹងហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នា